សួស្តីអ្នកទាំងអស់គ្នាវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីភាពដូចគ្នានិងភាពខុសគ្នារវាង Save និង Save As Save និង Save As យើងប្រើដើម្បីរក្សាទុក file ទិន្នន័យឬក៏ឯកសារអញ្ចឹងវាដូចគ្នានៅពេលដែលអ្នកទាំងអស់គ្នា Save លើកទី1 Save លើកទី1ហ្នឹងគឺជាការ Save លើកដំបូងបន្ទាប់ពីយើងបានបង្កើត file ថ្មីឬក៏ឯកសារថ្មីរួចរាល់ហើយឥឡូវខ្ញុំធ្វើការ Save លើកទី1ឲ្យអ្នកទាំងអស់គ្នាមើលសិនអញ្ចឹង Save លើកទី1ហ្នឹងយក Save ក៏បាន Save As ក៏បានវាដូចតែគ្នាទេអញ្ចឹងយើងចូលមកកាន់ File ដើម្បី Save ឥឡូវខ្ញុំយក Save As ឲ្យ Save ទាំងគ្នាឥឡូវខ្ញុំយក Save ហើយយើងចូល Browse ដើម្បីស្វែងរកទីតាំងដើម្បីផ្ទុកឯកសារឥឡូវខ្ញុំយកលើ Desktop ហើយឈ្មោះខ្ញុំដាក់ Save ដាក់ឥឡូវខ្ញុំដាក់ជិះវិញខ្ញុំដាក់ Save ហើយលេខ1នេះ Save លេខ1បែបនេះហើយខ្ញុំចុច Save តែប៉ុណ្ណឹងមកឯកសារយើងបាន Save រួចរាល់ហើយឥឡូវខ្ញុំធ្វើការកែប្រែខ្ញុំកែកន្លែងនេះខ្ញុំចាក់ពណ៌ឲ្យទៅជាពណ៌ក្រហមតែប៉ុណ្ណឹងមកយើងកែប្រែតែប៉ុណ្ណឹងហើយខ្ញុំចូលទៅកាន់ Save លើកទី2អានេះជាការ Save លើកទី2ឯងប៉ុន្តែខ្ញុំនៅតែយក Save ដដែលខ្ញុំចូល File យក Save ដដែលអស់នេះខ្ញុំយក Save ដដែលគឺវាស្ងាត់បែបហ្នឹងមានន័យថាឯកសាររបស់យើងដែលបានកែប្រែហ្នឹងក៏ Save រួចរាល់ហើយគឺវានៅទីតាំងដដែលឈ្មោះដដែលឥឡូវខ្ញុំយក Save As វិញម្ដង File ដដែលអ្នកគ្នានេះគឺ File ដដែលតែខ្ញុំចូលយក Save As វិញម្ដងយើងចូល File ដដែលយកពាក្យ Save As នៅពេលដែលយើងចូល Save As គឺវាចេញផ្ទាំងបែបនេះហើយយើង Browse វាមកយើងអាចធ្វើការ Save ទិន្នន័យហ្នឹងដោយដាក់ទីតាំងថ្មីឥឡូវដាក់លេខ2វិញនេះអ្នកគ្នាឃើញទេកន្លែងនេះគឺយើងអាចបដូរឈ្មោះ file នឹងបានហើយយើងក៏អាចបដូរប្រភេទឯកសារទៅជា PDF បានផងដែរចង់ save ជា Word ដដែលក៏បានដែរឥឡូវខ្ញុំទុកនៅលើនេះនៅលើ OneDrive ខ្ញុំនឹងមកហើយខ្ញុំ save អញ្ចឹងមានន័យថា Save As ហ្នឹងគឺវាបង្កើត file ថ្មីឲ្យយើងដែលយើងអាចផ្លាស់ប្ដូរឈ្មោះអានេះគឺ file ថ្មីដល់គ្នាដែលខ្ញុំបានយកជា PDF មិញហ្នឹងណាគឺវាបង្កើត file ថ្មីឲ្យយើងហើយយើងអាចជ្រើសរើសទីតាំងថ្មីហើយក៏អាចបដូរឈ្មោះថ្មីបានផងដែរប៉ុន្តែបើយើងយក Save មានន័យថាយើង Save នៅលើទីតាំងដដែលឈ្មោះដដែលអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ